ជំរាបសួរបងប្អូនមានបងប្អូនណាខ្លះដែលគាត់អត់ទាន់ចេះធ្វើស៊ូស៊ីញ៉ាំអញ្ចឹងបងប្អូនអាចមើលវីដេអូខ្ញុំនេះបានដំបូងបងប្អូនមានបាយធម្មតាឬអង្គដែលបងប្អូនចង់ដាំអង្គប្រភេទណាក៏បានដែរបងប្អូនហើយដាក់មេយ៉ាណេបន្តិចអំបិលហើយទឹកខ្មេះអង្គយើងនឹងយើងដាក់រោយតែបន្តិចទៅចូលគ្នាឲ្យសព្វច្បល់អញ្ចឹងមកបងប្អូនច្បល់ដើម្បីឲ្យវាចូលយើងដិតតិចហើយគ្រឿងអត់ច្រើនទេបងប្អូនមានសាច់មាន់អេវ៉ាខាដូពងចៀនបន្លែខៀវspinach ហើយសាច់ក្តាមបន្តិចទៅមួយមុខតែ2 3អញ្ចឹងបងប្អូនមូលតែ3 4អញ្ចឹងមកយើងអាចធ្វើនៅផ្ទះអីញ៉ាំអញ្ចឹងណាហ្នឹងហើយខ្ញុំធ្វើអត់ច្រើនទេបងប្អូនខ្ញុំធ្វើតែប្រហែលជា4 3 4ឯហ្នឹងស៊ូស៊ីខ្ញុំធ្វើឲ្យអ្នកផ្ទះខ្ញុំអញ្ចឹងណាបងប្អូនហើយយើងធ្វើខ្លួនឯងចេះវាអនាម័យហើយវារសជាតិអីយើងចង់បានរសជាតិមិនក៏បានដែរយើងចង់បានដិតចង់បានរៀងល្មៀបបើនិយាយទៅយើងធ្វើខ្លួនឯងគឺរសជាតិតាមដែលយើងចង់បានហ្នឹងហើយអត់ពិបាកអីចំណាយពេលអត់យូរទេបងប្អូនធ្វើអាហ្នឹងតែប៉ុណ្្នឹងឯងកញ្ញាបងប្អូនមូលដូចខ្ញុំអញ្ចឹងមកហើយធ្វើតែ4នេះខ្ញុំធ្វើអត់ច្រើនទេបងប្អូនហ្នឹងហើយធ្វើឲ្យខ្ញុំកាត់វាទុកឲ្យកូនខ្ញុំហើយបើបងប្អូនមានកូនតូចៗដូចខ្ញុំហើយធ្វើអញ្ចឹងមកហើយរសជាតិនេះនិយាយឆ្ងាញ់ណាបងប្អូនហ្នឹងហើយបើបងប្អូនចូលចិត្តមើលវីដេអូខ្ញុំជួយ like ជួយ share អរគុណច្រើន